នៅក្នុងវីដេអូចុងក្រោយនៃការបង្ហាញនៃប្រភេទ layer ដែលមាននៅក្នុងកម្មវិធី Adobe Photoshop គឺជាប្រភេទ layer simple layer អញ្ចឹងដើម្បី create នៅ simple layer បានយើងអាចចូលមកកន្លែង layer ហើយនៅខាងលើគេបង្អស់គេដាក់ពាក្យថា new បន្ទាប់ពីយើងឈរលើពាក្យថា new នឹងហើយពេលដែលយើងចូល layer មកយើងឈរពាក្យ new វានឹងបង្ហាញបែបនេះយើងយកលើគេបង្អស់ពាក្យថា layer ហើយយើងអាចដាក់ឈ្មោះ layer យើងបានយើងអាចដាក់ឈ្មោះអីក៏បានដែរឧទាហរណ៍ថាខ្ញុំដាក់ថាคลิก OK បន្តទៀតវានឹងចេញមកបែបនេះមានន័យថា simple layer ចឹងនេះគឺជា simple layer ឬក៏មួយរបៀបទៀតយើងអាចបង្កើត simple layer បានដោយគ្រាន់តែចុចសញ្ញាបូកកន្លែងនេះមកគេដាក់ create new layer ចឹង new layer មានន័យថាជាប្រភេទ simple layer ហើយចឹងយើងអាចคลิกសញ្ញាបូកនឹងក៏បានដែរចឹងយើងคลิกមកឆ្វេងមួយមកវានឹងចេញមក layer 1ហើយនៅក្នុងនេះគឺយើងអាចកែឈ្មោះវាបានដូចគ្នាយើងគាត់ double click មកឆ្វេង double click មកវានឹង load ឲ្យយើងកែឈ្មោះយើងអាចដាក់ឈ្មោះអីក៏បានដែរ 3D ក៏បានឬក៏យើងចង់ដាក់ឈ្មោះអីក៏បានដែរតាមការ design របស់យើងអូខេអញ្ចឹងសម្រាប់ simple layer ហើយនឹង layer ផ្សេងជាច្រើនទៀតដែលខ្ញុំបានបង្កើតចាប់ពីវីដេអូទី1រហូតមកដល់វីដេអូទី8នេះខ្ញុំសង្ឃឹមថាបងប្អូនអ្នកគ្នាអាចយល់អំពីប្រភេទនៃ layer ដែលមាននៅក្នុងកម្មវិធី Adobe Photoshop ហើយកុំភ្លេច follow and subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្ថែមទៀតអរគុណជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត